នឹងបញ្ហាដល់ពេល doesn't matter អត់មានបញ្ហាអត់មានបញ្ហាអីទេបើសិនជាគាត់អត់នៅទីនេះ if នេះគឺមានន័យថាបើសិនជាគាត់ is not នៅទីនេះ not មកថាអត់ here ថាទីនេះ okay note នេះគឺគាត់សម្គាល់ថា no s behind the verbs because of the ថា note ថាអត់មាន s no s អត់មាន s នៅពីក្រោយ behind នៅពីក្រោយ the verbs គឺនៅពីក្រោយ verbs ពីព្រោះអី because នឹងពីព្រោះ of the ពីព្រោះឲ្យពាក្យ the ថា matter ឬក៏ cry នេះ cry verb live verb like verb ទាំងនេះគឺជា verb ប៉ុន្តែគឺនៅពីក្រោយពាក្យ does នេះគឺអត់មាន s ទេអត់មាន s នៅពីក្រោយនេះទេបើសិនជាអត់មានពាក្យ does not ឬក៏ពាក្យ does នៅពីមុខ verb ទាំងនេះទេត្រូវតែមាន s ពេលណាដែលយើងប្រើជាមួយនឹង he she ហើយនឹង it Okay, these are questions. We are going to talk about questions. Questions គឺបកប្រែមកមានន័យថាជាសំណួរ questions សំណួរ okay សំណួរគឺត្រូវមានទី1គឺពាក្យ do បូកជាមួយនឹង subject បូកជាមួយនឹង verb ហើយនឹងបូកជាមួយនឹង object okay subject ថា do នេះគឺប្រើ do នឹងតើប្រើជាមួយនឹង subject យ៉ាងណា subject នេះគឺប្រើជាមួយនឹង I you we ហើយនឹង they ដូច្នេះ do គឺប្រើជាមួយ I you we ហើយនឹង they ចំណែកមួយទៀត question មួយយ៉ាងទៀតគឺពាក្យ does បូកជាមួយនឹង subject បូក verb ហើយនឹងបូកជាមួយនឹង object ហើយមានសញ្ញា question mark ឲ្យគេផង okay តើ subject អ្វីខ្លះប្រើជាមួយនឹងពាក្យ does what are the subjects that are used with the word does okay subject នេះគឺជាដូចជា he she and it គឺថាពាក្យ subject ទាំងនេះ he she and it គឺប្រើជាមួយនឹង does okay let's take a look at an example do you walk to school each day តែ do ដូច្នេះ do ប្រើជាមួយនឹង subject you ហើយនេះគឺជាសំណួរត្រូវ do ត្រូវប្រើនៅខាងមុខប្រយោគ do you walk to school every day តើបកប្រែតើអ្នកដើរទៅសាលារៀនជារៀងរាល់ថ្ងៃឬ Okay another example do they speak English at home តើពួកគេនឹងនិយាយភាសាអង់គ្លេសនៅឯផ្ទះឬ Okay another example ប្រើជាមួយពាក្យ does he understand Khmer does he understand Khmer តើគាត់យល់ understand នេះយល់ឬក៏ចេះភាសាខ្មែរទេតើគាត់យល់ភាសាខ្មែរទេ does she want some iced teas does she want some iced tea តើនាងចង់បានណា some iced tea នេះទឹកតែទឹកកក some នេះខ្លះតើនាងចង់បានទឹកតែទឹកកកខ្លះទេដូច្នេះត្រូវកត់សម្គាល់ថា does នឹងប្រើជាមួយ he she ហើយនឹង it ចំណែក do នឹងយើងប្រើជាមួយ I you we ហើយនឹង they Okay these are more examples of questions okay do your parents eat dinner at the same time every night do your parents eat dinner at the same time every night do your parents តើឪពុកម្ដាយរបស់អ្នក parents គឺឪពុកម្ដាយរបស់អ្នក your នេះគឺរបស់អ្នក eat នេះគេថាញ៉ាំឬក៏ពិសាចាស់យើងថាពិសា eat dinner នេះគឺម្ហូបអាហារល្ងាច at the same time នៅពេលជាមួយគ្នាថាពេលជាមួយគ្នា the same នឹងដូចគ្នា time ពេលដូចគ្នាពេលមានន័យថាពេលជាមួយគ្នា every night ថ្ងៃនេះជារៀងរាល់យប់ night គឺយប់ every គឺមានន័យថាជារៀងរាល់ថាតើឪពុកម្ដាយរបស់អ្នកពិសាម្ហូបអាហារល្ងាចពិសាបាយល្ងាចពេលជាមួយគ្នាឬជារៀងរាល់យប់ថាជារៀងរាល់យប់តើឪពុកម្ដាយរបស់អ្នកញ៉ាំឬក៏ពិសាម្ហូបអាហារល្ងាចជាមួយគ្នាឬ at the same time គឺថាពេលជាមួយគ្នា okay another example do all these people know how to swim at all do all these people know how to swim at all ថាតើមនុស្សទាំងអស់នេះ these នេះគឺថាទាំងនេះ people មនុស្សទាំងអស់នេះ
មនុស្សទាំងអស់ all មានថាសរុបទាំងអស់មកតើមនុស្សទាំងអស់នេះ no នឹងថាចេះឬក៏ដឹងចេះ know how to swim តែចេះហែលទឹក know how to នឹងថាចេះហែលទឹកម្ដង know how to swim ចេះហែលទឹក at all ខ្លះឬទេឬក៏សោះឡើយតើមនុស្សទាំងអស់នេះចេះហែលទឹកខ្លះទេឬក៏ចេះហែលទឹកឬក៏អត់យើងចង់សួរថាតើមនុស្សទាំងអស់នេះចេះហែលទឹកឬក៏អត់ know how know នេះគឺដឹង how to swim ថាចេះដឹងរបៀបហែលទឹកដូចចេះហែលទឹក at all សោះឡើយ okay another example does your niece speak English does your niece speak English តើ niece គឺក្មួយនេះក្មួយស្រីដូច្នេះប្រើ does ព្រោះអីមានក្មួយស្រីតែមួយគត់តើក្មួយស្រីរបស់អ្នកចេះនិយាយភាសាអង់គ្លេសទេ speak ចេះនិយាយភាសាអង់គ្លេសទេ Does this dog bite if I touch it Does this dog bite if I touch it តើឆ្កែនេះ dog គឺឆ្កែ this គឺនេះតើឆ្កែនេះ bite គឺខំ bite if បើសិនជាខ្ញុំ I touch it touch នេះគឺប៉ះវា touch it នេះគឺជំនួសឆ្កែនឹងតើវាខំឬបើសិនជាខ្ញុំប៉ះវា touch គឺប៉ះវា okay this dog នោះស្មើនឹង it ដូច្នេះគឺប្រើជាមួយនឹង does ចំណែកមួយទៀត does your baby cry when he's hungry Does your baby cry when he's hungry baby នេះគឺកូនងាឬកូនក្មេងទូចកូនងា cry គឺយំ when នៅពេលដែរ he's នេះមកពាក្យ he is hungry គឺឃ្លានគឺថាតើកូនរបស់អ្នកកូនងារបស់អ្នកយំឬនៅពេលដែលវានឹងឃ្លាន he នេះគឺ he គឺជំនួស baby នេះគឺយើងសន្និដ្ឋានថាគឺប្រុសកូនក្មេងប្រុសកូនងាប្រុស okay he is hungry when វានឹងឃ្លាន hungry នឹងឃ្លានដូច្នេះ baby នេះគឺស្មើនឹង he ដូច្នេះយើងប្រើជាមួយពាក្យ does ចំណែកទាំងនេះវិញគឺថាall these គឺមានចំនួនច្រើនគឺយើងប្រើជាមួយនឹង do Okay here are more examples of questions Do we have any idea when they are coming to our home Do we have any idea when they are coming to our home តើយើងមានគំនិតមានថាយើងដឹង have any idea ថាមានដឹងតើយើងដឹងថានៅពេលណាពួកគេនឹងមកផ្ទះរបស់យើង Do we have any idea តើយើងដឹងថាតើយើងដឹងទេនៅពេលណា when នៅពេលណា they ពួកគេ are coming ថាមក coming នេះគឺមកឆ្ពោះមកកាន់ផ្ទះរបស់យើង to our home នោះគឺផ្ទះ our គឺរបស់យើង coming to មានន័យថាមក okay តើយើងដឹងទេថាពួកគេនឹងមកផ្ទះរបស់យើងនៅពេលណាពួកគេមកផ្ទះរបស់យើង Does it matter if it gets here late Does it matter if it gets here late តើវាមានបញ្ហាអីឬបើសិនជាវាមកទីនេះយឺតមកដល់ទីនេះយឺត it gets here late នេះគឺយឺត matter ថាបញ្ហាតើវាជាបញ្ហាមួយឬបើសិនជាវាមកដល់ទីនេះយឺត it នេះគឺជំនួសរបស់អីមួយដូចគេផ្ញើសម្បត្តិឬបញ្ជូនរបស់អីមកផ្ទះយើងអញ្ចឹងមកកន្លែងនេះអញ្ចឹងគឺថាយើងប្រើ it get here នេះគឺថាមកដល់ទីនេះស្មើនឹង come here ឬក៏ get here Does it matter if it gets here late តើវាមានបញ្ហាអីឬបើសិនជាវានឹងមកដល់ទីនេះ late នេះគឺយឺតមកអត់ទាន់ពេល okay Another example Does his sister still study English at home every single day Does his sister still study English at home every single day តើប្អូនស្រីរបស់គាត់ឬក៏បងស្រីរបស់គាត់ sister នេះគឺថាបើសិនយើងអត់ដាក់ older ឬក៏ younger យើងអត់ដឹងទេដូច្នេះយើងអាចសន្និដ្ឋានថាបងក៏បានប្អូនក៏បានតើប្អូនរបស់គាត់
still នៅតែសិក្សា still នេះនៅតែ study សិក្សា English ភាសាអង់គ្លេស at home នៅឯផ្ទះជារៀងរាល់ថ្ងៃឬ every single day ជារៀងរាល់ថ្ងៃឬក៏មួយថ្ងៃឬក៏រៀងរាល់ថ្ងៃតើប្អូនស្រីឬក៏បងស្រីរបស់គាត់នឹងនៅតែសិក្សាភាសាអង់គ្លេសនៅឯផ្ទះជារៀងរាល់ថ្ងៃឬ Another example, do you love her forever? Do you love her forever? តើអ្នកស្រឡាញ់នាង love នេះស្រឡាញ់នាង her នេះគឺនាង forever ជារៀងរហូត forever ជារៀងរហូតថា forever Okay, these are questions. These are answers. Answers គឺមានន័យថាជាចម្លើយ answers. Answer នឹងចម្លើយ Okay, let's start with do you walk to school each day? Do you walk to school each day? តើអ្នកដើរទៅសាលារៀនជារៀងរាល់ថ្ងៃឬតើអ្នកដើរទៅសាលារៀនជារៀងរាល់ថ្ងៃឬពេលណាយើងឆ្លើយវិញគឺយើងមិនឆ្លើយអាចបានពីរយ៉ាងទី1គឺថាខ្លីទី1ទៀតគឺវែងយើងឆ្លើយ short យើងឆ្លើយថា yes I do says I do បើសិនគេឆ្លើយគេសួរយើង do យើងឆ្លើយវិញ yes I do ចំណែកវែងវិញគឺមានន័យថា yes I walk to school each day បាទខ្ញុំដើរទៅសាលារៀនជារៀងរាល់ថ្ងៃនេះគឺថាចម្លើយកាត់នេះគឺចម្លើយវែងគេសួរយើងថាតើយើងដើរទៅសាលារៀនជារៀងរាល់ថ្ងៃឬពេលយើងឆ្លើយមកវិញយើងឆ្លើយថា I walk to school each day តើខ្ញុំយ៉ាងម៉េចខ្ញុំដើរទៅទីណាទៅសាលាយ៉ាងម៉េចជារៀងរាល់ថ្ងៃចំណែកបដិសេធវិញគឺយើងឆ្លើយថាយើងត្រូវមានពាក្យ no I do not ទេខ្ញុំអត់ទេដូច្នេះ do not នេះគឺមានន័យថាអត់ទេខ្ញុំអត់ទេឬក៏យើងអាចឆ្លើយថា no I don't នឹងគឺមកពាក្យកាត់របស់ do not អូខេចំណែកយើងឆ្លើយវែងវិញគឺ no I do not walk to school each day ទេខ្ញុំអត់ដើរទៅសាលារៀនជារៀងរាល់ថ្ងៃទេតើបើសិនជាយើងអត់ដើរទៅសាលារៀនតើយើងធ្វើឲ្យយើងទៅដោយរបៀបណាយើង I drive my car to school drive នេះគឺបើកបរខ្ញុំបើកឡានរបស់ខ្ញុំទៅសាលា my របស់ខ្ញុំ car គឺឡាន I drive my car to school No I do not walk to school each day I drive my car to work ទេខ្ញុំអត់ដើរទៅសាលារៀនទេខ្ញុំបើកឡានរបស់ខ្ញុំទៅសាលារៀនដូច្នេះក្នុងសំណួរគឺមានពីរយ៉ាងថាយើងអាចឆ្លើយកាត់ក៏បានឬក៏ចម្លើយយើងឆ្លើយកាត់ក៏បានឬក៏យើងឆ្លើយវែងក៏បានចំណែកបដិសេធវិញគឺយើងមាន no នៅពីមុខ I do not ឬក៏ I don't ចំណែកជាងឆ្លើយវែងយើង do not ហើយ do not អ្វីគឺអត់ចាំមិនអត់ដើរទៅសាលារៀនជារៀងរាល់ថ្ងៃដូច្នេះយើងអាចឆ្លើយកាត់ក៏បានយើងអាចឆ្លើយវែងក៏បានដែរ Okay, another example, do we want to eat right now? Do we want to eat right now? តើយើងចង់ញ៉ាំឥឡូវនេះឬ do we តើយើង want នេះគឺថាចង់ to eat do we want to eat right now តើយើងចង់ញ៉ាំឥឡូវនេះឬ right now មានថាឥឡូវហ្នឹង right now Yes we do វាសួរថា we តើយើងដូច្នេះយើងទៅឆ្លើយវិញតើយើងដែរយើងយ៉ាងម៉េចយើង we do នេះគឺថាយើងឆ្លើយកាត់ជំនួសពាក្យទាំងអស់នេះដូច្នេះយើងថា yes we do បាទយើងបាទគឺថាបាទយើងចង់ញ៉ាំឥឡូវហ្នឹងចំណែកយើងឆ្លើយវែងគឺថា yes we do yes we want to eat right now បាទយើងចង់ញ៉ាំឥឡូវហ្នឹង